បាទសួស្តីដល់បងប្អូនសិស្សានុសិស្សនៃថ្នាក់ទី10ទាំងអស់គ្នាអញ្ចឹងក្នុងពេលនេះលោកគ្រូលើកយកដល់លំហាត់ទី6បាទក្នុងមេរៀនចុងក្រោយផុតបាទគឺបងសែនឬក៏អ៊ីត្រូកាបូប្រហើអញ្ចឹងចំពោះលំហាត់នេះបាទតកតងនឹងប្រតិកម្មចំហេះទៀតហើយបាទអញ្ចឹងគេថាចំហេះសព69ក្រាមបាទអ៊ីត្រូកាបូមួយប្រភេទបាទអញ្ចឹងវាគឺជាម៉ាស់របស់អ៊ីត្រូកាបូបាទកើតបាទកើតពេលមានប្រតិកម្មហើយទទួលបានបាទ231ក្រាមកាបូនឌីអុកស៊ីតបាទនេះជាម៉ាស់របស់កាបូនឌីអុកស៊ីតម៉ាស់ម៉ូលរបស់វាគឺ92ក្រាមក្នុង1ម៉ូលបាទម៉ាស់ម៉ូលនេះ92ក្រាមក្នុង1ម៉ូលជាម៉ាស់របស់អ៊ីត្រូកាបូបាទអញ្ចឹងសំណួរគេមាន2បាទកកំណត់រូបមន្តម៉ូលេគុលបាទខកំណត់រូបមន្តស្ទើលាតដោយដឹងថាវាមានវាយោប្រហែលបាទតោះយើងចូលទៅដំណោះស្រាយបាទយើងត្រូវស្រង់បំរាប់មកសិនបាទអញ្ចឹងយើងតាំងបាទ MA ជាម៉ាស់របស់អ៊ីត្រូកាបូបាទ69ក្រាមបាទហើយកាបូនឌីអុកស៊ីតបាទ231ក្រាមហើយនឹង MA ម៉ាស់ម៉ូលបាទរបស់អ៊ីត្រូកាបូបាទ92ក្រាមក្នុង1ម៉ូលអញ្ចឹងដើម្បីកំណត់រូបមន្តនេះបានគឺយើងត្រូវសរសេរសមីការសិនបាទអញ្ចឹងយើងតាំងបាទ CH ហា Y ហ្នឹងជារូបមន្តទូទៅនៃអ៊ីត្រូកាបូ A ហ្នឹងបាទអញ្ចឹងសមីការគឺ CH ហា Y បាទបូកជាមួយនឹងអុកស៊ីសែនបាទហើយបូកយើងទទួលបានកាបូនឌីអុកស៊ីតនិងទឹកបាទអញ្ចឹងនៅពេលយើងថ្លឹងសមីការយើងត្រូវមើលកាបូនបាទកាបូនគឺ X បាទអញ្ចឹងយើងដាក់mấyគុណវានេះ X បាទអញ្ចឹងកាបូន C ស្មើគ្នាបាទយើងមើល Y ម្ដងបាទនេះ Y បាទហើយ Y នេះ2អញ្ចឹងយើងដាក់បាន Y លើ2បាទដើម្បីគុណទៅវាសល់តែ Y បាទអញ្ចឹង2គុណ Y ចែក2អញ្ចឹងសល់ Y ស្មើនេះចំពោះអុកស៊ីសែនបាទអុកស៊ីសែននេះមាន2x អញ្ចឹងអុកស៊ីសែនមាន 2x ហើយ Y នេះវាមានអុកស៊ីសែននេះមាន Y លើ2អញ្ចឹងយើងបូកអុកស៊ីសែនទាំងអស់បញ្ចូលគ្នា 2x បាទបូកជាមួយនឹង Y លើ2បាទយើងយកមកដាក់នៅកន្លែងនេះមក x បូកនឹង Y លើ4យើងនឹងឆ្ងល់ថាចុះហេតុអីបាន x បូក Y លើ4បាទលោកគ្រូនឹងសរសេរសម្រាយឲ្យបងប្អូនមើលខាងក្រោមនេះតោះតាមដានមើលទាំងអស់គ្នាហើយកត់ត្រាផងបាទអញ្ចឹងយើងបូកអុកស៊ីសែនទាំងអស់គ្នាបាទអញ្ចឹងអុកស៊ីសែននេះ 2x បាទបូកនឹង Y លើ2បាទនេះ 2x បូក Y លើ2ចែកនឹង2យើងឆ្ងល់ថា2នេះមកពីណាបាទ2នេះគឺជារបស់អុកស៊ីសែននេះបាទនៅពេលចែកនឹង2អញ្ចឹងស្មើឲ្យបាទ 2x បូក Y បាទបើយើងសរសេរជាប្រភេទក៏បានដែរយើងដាក់2អញ្ចឹងនៅពេលគុណចម្រាស់ទៅយើងបាន1លើ2ហើយយើងគុណតម្លៃ1លើ2នេះចូលទៅកន្លែង 2x មកបាទអញ្ចឹង1គុណ2 2x លើ2បាទហើយ1គុណ2នេះ Y លើ4អញ្ចឹង 2x លើ2យើងសម្រួល2ចោលអញ្ចឹងសល់ x បាទហើយ Y នៅលើ4ដដែលបាទអញ្ចឹងនេះគឺជាលទ្ធផលរបស់អុកស៊ីសែនបាទយើងចូលបន្តទៀតអញ្ចឹងយើងត្រូវរកម៉ាស់C ហើយនឹងម៉ាស់Hបាទហើយយើងរកម៉ាស់កាបូនមុនសិនអញ្ចឹងតាមរូបមន្តបាទ M កាបូនស្មើឲ្យ12គុណឲ្យ N កាបូនឌីអុកស៊ីតបាទស្មើឲ្យ12គុណឲ្យ M កាបូនឌីអុកស៊ីតលើ M ធំកាបូនឌីអុកស៊ីតដោយ M កាបូនឌីអុកស៊ីតបាទស្មើឲ្យ231ក្រាមហើយ M ធំបាទអញ្ចឹងយើងបូកចូលគ្នាទៅឃើញ44ក្រាមក្នុង1ម៉ូលបាទ
dương chuột chốt bà âm xí cả 4 smart đọc pí con ói pi rồi sam muối lơ sai 4 smart 67 gram chứ dương tôi họ mà đi tôi xài một đòn bà đòi âm xí bốc âm ha smart âm ế bà nó oi âm y tôi xài smart 64 để kịp hẹn một bầm ra phố đòi oi âm xí 67 smart 6 gram chẳng dương tam sama mát chiều má bà đọc pi x lơ âm cả 4 smart y lơ âm itosan smart âm thùng hydrocarbu e lơ bà âm tôi hydrocarbu e bà đợi âm thùng ấy smart cao pí dân chua mà đây giờ họ khơi những máu bà này trong đọc pi x lơ học sập 7 bà y lơ âm itosan tụi muối và smart cao pí là học buồn chẳng cái lại ní dương ai cho đồng lại x năng y khơi này chân dương vô về một kẹn này môi bà đọc pi x là học 7 smart cao pi là học buồn trong đó mà x bà cứ học 7 con cao pi bà trai đói đọc pi con học buồn smart y đôi khné bà nè y chẳng nào y smart cùng mỗi con cao pi là học buồn smart 7 chân dương vô đồng lại x năng y đấy thì chú nơi thằng lỡ bà lại ch2 y nó bà nè rồi muốn molecule này hydrocarbu e cứ simple H7 và chẳng những cho đó trong lịch có hao chung huyết sọc xe rụt monster liệt bà tại đang tha vì mình vài vô pro ha bà chẳng rụt monster liệt si mình bớt bà chẳng hợp mới bà muối pí 7 4 5 6 7 bà chẳng chung huyết cứ tô lụy ai nó rứ methyl bong sàn trong một cao hiện vào lúc vụ và cho lọc nào mỗi dùng bộ này chia sẻ phong hay bọn mình trồng ở bọn ai comment su hàng cầu mà xôm hoặc cồn